ប្រទេសចិនរំពឹងកំណើនសេដ្ឋកិច្ច 5% ទោះបីមានសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកទោះបីមានការលំបាកខាងសេដ្ឋកិច្ចកាលពីថ្ងៃពុធប្រទេសចិនដាក់គោលដៅកំណើនសេដ្ឋកិច្ចខ្លួនប្រមាណ 5% នៅឆ្នាំ 2025 ដោយផ្ដោតអារម្មណ៍លើតម្រូវការប្រើប្រាស់ក្នុងស្រុកកាលពីថ្ងៃពុធទី 5 ប្រទេសចិនបានប្រកាសដាក់គោលដៅកំណើនសេដ្ឋកិច្ចប្រមាណ 5% នៅឆ្នាំ 2025 និងទប់ទល់អនុភាពថវិកានៅក្នុងបរិបទសង្គ្រាមពាណិជ្ជកម្មដែលកើតមានជាមួយសហរដ្ឋអាមេរិកនិងការលំបាកខាងសេដ្ឋកិច្ចផ្ទៃក្នុងរ៉ាំរ៉ៃការថ្លែងទាំងនេះបានធ្វើឡើងដោយនាយករដ្ឋមន្ត្រីចិនលោកលីឈៀងនៅពេលបើកកិច្ចប្រជុំប្រចាំឆ្នាំនៃសភាជាតិប្រជាជន ANP នៅទីក្រុងប៉េកាំងដែលគ្រប់គ្រងដោយគណៈបកកាន់អំណាចកុម្មុយនីសចិន PCC និងមានការចូលរួមពីប្រតិភូរាប់ពាន់នាក់សេដ្ឋកិច្ចចិនបានប្រឈមមុខនឹងវិបត្តិអចិន្ត្រៃយ៍ពីវិស័យអចលនទ្រព្យជាប់គាំងនិងអត្រាដ៏ខ្ពស់នៃភាពអត់ការងារធ្វើនៅក្នុងចំណោមយុវជនទោះបីជាមានរឿងនេះលោកលីឈៀងបានថ្លែងអំពីគោលដៅនៃកំណើនប្រមាណ 5% សម្រាប់ឆ្នាំ 2025 ហើយទីក្រុងប៉េកាំងក៏គ្រោងនឹងបង្កើតការងារ 12 លានកន្លែងនៅទីក្រុងសម្រាប់ឆ្នាំ 2025 លោកឌីឡាឡូសាកលវិទ្យាធិការរងនៅសាកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាងនៅសង្ហបុរីបានសន្និដ្ឋានថាគោលដៅនៃកំណើននេះហាក់ដូចជាស្មុគស្មាញប៉ុន្តែអាចសម្រេចទៅបានអ្នកជំនាញបានបន្តថាប៉ុន្តែកម្រិតដ៏ខ្សោយនៃការប្រើប្រាស់បង្ហាញអំពីបញ្ហានៃទំនុកចិត្តរបស់អ្នកប្រើប្រាស់ដែលមានភាពកាន់តែលំបាកក្នុងការដោះស្រាយលោកស៊ូលីយាងអេវ៉ានព្រីឆានៅក្រុមហ៊ុន Capital Economics បានសរសេរថាយើងនៅតែសង្ស័យនៅលើសមត្ថភាពនៃការថ្លែងបញ្ជាភាពយឺតយ៉ាវនៃកំណើននៅឆ្នាំនេះជាពិសេសជាមួយនឹងអវត្តមាននៃការតម្រង់ទិសឡើងវិញដែលគួរឲ្យកត់សម្គាល់សម្រាប់ការចំណាយសាធារណៈឆ្ពោះទៅកាន់ការគាំទ្រការប្រើប្រាស់អ្នកឯកទេសបញ្ជាក់ថាគោលដៅកំណើនអាចសម្រេចបានត្រឹមត្រូវនៅឆ្នាំមុនគឺដោយសារតែការនាំចេញខ្លាំងក្លាជាងការរំពឹងទុកនិងផែនការផ្ដល់សន្ទុះនៅនីតិចុងក្រោយលោកវាយតម្លៃថាជាមួយនឹងកិច្ចខិតខំប្រឹងប្រែងទាំងនេះភាពត្រឹមត្រូវនៃអត្រាកំណើន 5% ដែលផ្សព្វផ្សាយដោយការិយាល័យជាតិស្ថិតិចិន BNS គឺអាចពិភាក្សាបានក្រៅពីការលំបាកខាងក្នុងសេដ្ឋកិច្ចចិនត្រូវប្រឈមមុខនឹងការរីកធំនៃសង្គ្រាមពាណិជ្ជកម្មជាមួយទីក្រុង Washington ដែលការអនុវត្តចុងក្រោយបាននាំទៅដល់ការកើនឡើង 20% នៃច្បាប់ពន្ធគយបន្ថែមនៅលើផលិតផលដែលនាំចេញពីចិនចូលសហរដ្ឋអាមេរិកពន្ធគយទាំងនេះនឹងត្រូវប៉ះពាល់ជាច្រើនរយពាន់លានដុល្លារក្នុងការផ្លាស់ប្តូរពាណិជ្ជកម្មរវាងយក្សសេដ្ឋកិច្ចពិភពលោកដ៏ធំបំផុតទាំងពីរនិងធ្វើឲ្យលំបាកដល់ការនាំចេញរបស់ចិនដែលជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភនានានៃកំណើនសេដ្ឋកិច្ចរបស់ចិនដើម្បីទ្រទ្រង់សេដ្ឋកិច្ចរបស់ខ្លួនទីក្រុងប៉េកាំងបានសន្យានឹងធ្វើឲ្យការបញ្ជាទិញក្នុងស្រុកក្លាយជាក្បាលម៉ាស៊ីនដ៏ខ្លាំងក្លាអស់កំណើនសេដ្ឋកិច្ចនៅឆ្នាំ 2025 របាយការណ៍សកម្មភាពរបស់រដ្ឋាភិបាលបានគូបញ្ជាក់ថាយើងនឹងជួសជុលឲ្យបានលឿនបំផុតចំពោះភាពទន់ខ្សោយនៃការប្រើប្រាស់ក្នុងស្រុកជាមួយការបញ្ជាទិញរបស់អ្នកប្រើប្រាស់ដើម្បីឲ្យការប្រើប្រាស់ក្នុងស្រុកនេះក្លាយជាក្បាលម៉ាស៊ីនដ៏ខ្លាំងក្លានិងជាយុទ្ធសាស្ត្រនៃកំណើនសេដ្ឋកិច្ចកាលពីថ្ងៃអង្គារប្រទេសចិនក៏បានថ្លែងអំពីវិធានការបឋមឆ្លើយតបនឹងច្បាប់ពន្ធគយថ្មីរបស់អាមេរិកផងដែរនិងសន្យាប្រយុទ្ធរហូតដល់ទីបញ្ចប់លើរឿងនេះអាញាធរចិននឹងដាក់ពន្ធគយរហូតដល់ 15% លើផលិតផលកសិកម្មរបស់អាមេរិកមានជាអាចសណ្តែកសាច់ជ្រូកស្រូវសាលីចាប់ពីថ្ងៃទី 10 ខែមីនានេះតទៅ